សូមជូនរឿងស្នេហ៍ទេពធីតានិងកំឡោះកំសត់សូមអញ្ជើញទស្សនាដោយក្តីរីករាយដូចតទៅកាលពីព្រេងនាយនៅក្នុងភូមិមួយមានកំឡោះកំសត់ម្នាក់ឈ្មោះជ័យរស់នៅក្នុងខ្ទមកំសត់តូចមួយជាមួយម្ដាយចាស់ជរាជ័យជាកំឡោះឧស្សាហ៍ព្យាយាមស្មោះត្រង់និងមានចិត្តសប្បុរសគេតែងតែជួយអ្នកភូមិដែលមានទុក្ខលំបាកដោយមិនរំពឹងការតបស្នងអ្វីឡើយម៉ែហត់ទេពិសាទឹកបន្តិចសិនទៅណាអរគុណកូនប្រុសម៉ែមិនអីទេម៉ែគ្រាន់តែចង់ឃើញកូនមានជីវភាពទូធាជាងនេះជួយខ្ញុំផងបងប្រុសខ្ញុំមកវិញផ្លូវហើយខ្ញុំរកផ្ទះមិនឃើញទេសូមបងជួយខ្ញុំផងណាបងណាមានរឿងអ្វីបងអូនស្រីត្រូវការឲ្យខ្ញុំជួយអីដែរទេខ្ញុំជាអ្នកដំណើរមកពីទីឆ្ងាយខ្ញុំមកវិញផ្លូវហើយមិនដឹងថាត្រូវទៅទីណាទេដោយចិត្តសប្បុរសកំឡោះជ័យបានអាណិតអាសូរនាងរំចង់ហើយសម្រេចចិត្តនាំនាងទៅស្នាក់នៅផ្ទះរបស់ខ្លួនហើយចឹងសូមនាងទៅស្នាក់នៅផ្ទះរបស់ខ្ញុំជាបណ្ដោះអាសន្នសិនទៅតើមកយើងទៅម៉ែនេះនាងរំចង់ជាអ្នកដំណើរមកពីទីឆ្ងាយគាត់វង្វេងផ្លូវជំរាបសួរលោកអ៊ំខ្ញុំវង្វេងផ្លូវឲ្យខ្ញុំសូមទានលោកអ៊ំស្នាក់នៅមួយរយៈផងសូមអ៊ំមេត្តាដល់ខ្ញុំផងណាអ៊ំណាអូអញ្ចឹងឯកូនអញ្ជើញមកសម្រាប់ចុះក្មួយកុំខ្មាស់អីផ្ទះយើងតូចតែបើកចិត្តទទួលជានិច្ចអរគុណលោកយាយខ្ញុំសូមរំខានហើយនាងរំចង់បានរស់នៅជាមួយគ្រួសារកំឡោះជ័យឲ្យភាពកក់ក្ដៅនិងសុខសាន្តនាងជួយធ្វើការងារផ្ទះនិងមើលថែអ្នកទាំងពីរដូចជាសាច់ញាតិបង្កើតក្នុងភូមិនោះមានសេដ្ឋីចិត្តកំណាញ់ម្នាក់ឈ្មោះខឹមគេជាមនុស្សលោភលន់ខូខើនិងតែងតែជិះជាន់អ្នកក្រីក្រឯងធ្វើការអីក៏យឺតម្លេះបើមិនចង់ឲ្យអញវាយធ្វើការឲ្យលឿនឡើង
ជំទាវលៀបជាភរិយាសេដ្ឋីខឹមមានចិត្តឆ្នះឆ្នើមច្រណែននឹងអ្នកដទៃជាពិសេសអ្នកដែលមានរូបសម្បត្តិស្រស់ជាងខ្លួន ឯងធ្វើសឲ្យអញអីក៏ជឿម្លេះចង់ងាប់មែនទេ លោកជំទាវខ្ញុំបានលើគេនិយាយថាមានស្រីស្អាតម្នាក់មកស្នាក់នៅផ្ទះកំឡោះជ័យ មែនឬស្អីឯណាហ៊ានមកប្រជែងសម្រាប់ជាមួយខ្ញុំមិនបានទេខ្ញុំត្រូវតែរកវិធីកម្ចាត់នាងចោល លោកប្តីខ្ញុំមិនអាចទ្រាំបានទេស្រីនោះស្អាតជាងខ្ញុំខ្លាចគេមកដណ្ដើមលោកប្តីពីខ្ញុំ កុំបារម្ភអីខ្ញុំមានវិធីស្អែកនេះខ្ញុំនឹងទៅចាប់កំឡោះជ័យដាក់គុកហើយរំអោសយកដីស្រែរបស់គេចំណែកស្រីនោះខ្ញុំនឹងចាប់យកមកធ្វើជាអ្នកបម្រើរបស់យើង អូថ្មអ្វីក៏ភ្លឺចាំងម្លេះនេះប្រហែលជាថ្មមាសហើយនាងរំចង់ដឹងថាថ្មទាំងនោះជាវត្ថុមានតម្លៃតែនាងមិនប្រាប់អ្នកណាឡើយនាងគ្រាន់តែទុកវានៅក្នុងផ្ទះដោយស្ងៀមស្ងាត់ លោកសេដ្ឋីខឹមបញ្ជាឲ្យចាប់ខ្លួនឯងបានប្រព្រឹត្តខុសមិនព្រមបង់ការប្រាក់ឲ្យសេដ្ឋី ខ្ញុំមិនបានធ្វើអ្វីខុសទេខ្ញុំតែងតែបង់ការប្រាក់ត្រឹមត្រូវ អ្នកបម្រើសេដ្ឋីបានចាប់ខ្លួនកំឡោះជ័យគុំឃាំងដោយអយុត្តិធម៌ម្ដាយកំឡោះជ័យខ្សឹកខ្សួលយំតែគ្មានអ្នកណាជួយបានឡើយ ផ្ទះនេះដីស្រែនេះជារបស់លោកសេដ្ឋីខឹមទាំងអស់ហើយចេញពីទីនេះភ្លាមទៅ សូមមេត្តាទុកផ្ទះឲ្យខ្ញុំផងខ្ញុំគ្មានទីណាទៅទៀតទេ អ្នកបម្រើសេដ្ឋីបានបណ្ដេញម្ដាយកំឡោះជ័យនិងនាងរំចង់ចេញពីផ្ទះដោយគ្មានសេះសល់អ្វីទាំងអស់ពួកគាត់ទាំងពីរត្រូវរស់នៅយ៉ាងវេទនាតោកចារ ទៅចេញភ្លាមទៅចេញឥឡូវនេះភ្លាមទៅប្រយ័ត្នយើងចាប់ណា អ្នកបម្រើសេដ្ឋីបានបណ្ដេញម្ដាយកំឡោះជ័យនិងនាងរំចង់ចេញពីផ្ទះដោយគ្មានសេះសល់អ្វីទាំងអស់ពួកគាត់ទាំងពីរត្រូវរស់នៅយ៉ាងវេទនាតោកចារ នាងរំចង់អាណិតអាសូរម្ដាយកំឡោះជ័យជាខ្លាំងនិងសម្រេចចិត្តចូលទៅក្នុងព្រៃដើម្បីស្វែងរកជំនួយខ្ញុំត្រូវតែរកវិធីជួយបងជ័យនិងលោកយាយឲ្យបាន អ
ចអីកូនខ្ញុំនឹងពីទុកលំបាករបស់អ្នកហើយអ្នកជាមនុស្សល្អមានចិត្តសប្បុរសដូច្នេះខ្ញុំនឹងជួយអ្នក លោកតាសូមជួយបងជ័យនិងលោកយាយផងពួកគាត់គ្មានកំហុសអ្វីទេ ខ្ញុំនឹងប្រទានពរឲ្យអ្នកចុះយកដុំថ្មមាសទាំងនោះទៅលក់នៅផ្សារអ្នកនឹងបានប្រាក់កាសជាច្រើន អ្នកតាព្រៃភ្នំបានប្រទានពរដល់នាងរំចង់ហើយបាត់ខ្លួនទៅ ថ្មនេះជារបស់កម្រណាស់ខ្ញុំឲ្យតម្លៃខ្ពស់បំផុត ពួកយើងក៏យើងឲ្យតម្លៃខ្ពស់បំផុតដែរព្រោះវាជាដុំថ្មមាសដែលមានគុណភាពល្អបំផុត រំចង់អូនបានប្រាក់មកពីណាអូនកុំធ្វើអ្វីដែលខុសច្បាប់ណា កុំបារម្ភអីអូនបានលក់ថ្មមាសហើយបានប្រាក់ជាច្រើនឥឡូវនេះយើងមានសេរីភាពហើយនាងរំចង់បានដោះលែងកំឡោះជ័យឲ្យមានសេរីភាពវិញអ្នកទាំងពីរបានជួបជុំគ្នាជាមួយម្ដាយកំឡោះជ័យដោយក្តីស្រឡាញ់និងសប្បាយរីករាយ ដោយប្រាក់ដែលបានមកពីការលក់ថ្មមាសកំឡោះជ័យនិងរៀងរំចង់បានសង់ផ្ទះថ្មីមួយយ៉ាងធំស្កឹមស្កៃពួកគាត់បានរស់នៅទីនោះដោយសុភមង្គល ដោយសារពើបាបកម្មសេដ្ឋីខឹមធ្លាក់ខ្លួនក្រខ្សែធន់អស់រលីងផ្ទះរបស់គេក៏ប្រែជាទ្រុឌទ្រោមហើយគ្មានអ្នកណាមើលថែឡើយ ខ្ញុំមិនអាចរស់នៅជាមួយមនុស្សក្រីក្រដូចលោកបានទេលាហើយ ជំទាវលៀបបានចាក់ចេញពីសេដ្ឋីខឹមទៅរៀបការជាមួយនឹងអ្នកមានថ្មីសេដ្ឋីខឹមក៏កាន់តែវេទនាថែមទៀត ខ្ញុំសូមទោសខ្ញុំបានធ្វើខុសហើយសូមមេត្តាអភ័យទោសឲ្យខ្ញុំផង ខ្ញុំអត់ទោសឲ្យលោកសូមលោកកែខ្លួនធ្វើជាមនុស្សល្អវិញទៅ ដោយចិត្តសប្បុរសកំឡោះជ័យបានអត់ទោសឲ្យសេដ្ឋីខឹមគេថែមទាំងជួយសេដ្ឋីឲ្យមានជីវភាពធូរធារជាងមុនផងដែរ ជ័យនិងនាងរំចង់បានរៀបការ
អំពើល្អតែងទទួលបានផលល្អកំឡោះជ័យជាតួអង្គតំណាងឲ្យមនុស្សល្អសុចរិតនិងឧស្សាហ៍ព្យាយាមទោះបីជាជីវភាពខ្វះខាតយ៉ាងណាក៏ដោយគេតែងតែជួយអ្នកដទៃដោយមិនរំពឹងអ្វីតបស្នងឡើយទីបំផុតអំពើល្អរបស់គេបាននាំមកនូវលាភសំណាងនិងសុភមង្គលដល់ជីវិត